សំណួរដូចចៅហុយហងជាសំណួរអត់ប្រយោជន៍ជាសម្រាមកែទៅណាចៅណាសួរអីឲ្យមានប្រយោជន៍កុំយកសម្រាមមកសួរតាណាចៅណាតាមវលៃលៃប្រទេសខ្មែរពិតជារញ៉េរញ៉ៃណាស់តើលោកតាប្រទេសខ្មែរមិនរញ៉េរញ៉ៃណាស់អីទេប្រទេសខ្មែរត្រូវការរៀបចំសណ្ដាប់ធ្នាប់សង្គមដែលចាប់ផ្ដើមពីការធ្វើម៉េចឲ្យកូនខ្មែររៀនសូត្រចេះដឹងនឹងចឹងរដ្ឋាផុនធ្វើដោយម្ដេចដើម្បីคล้ายទៅជារៀនរដ្ឋារៀនពាណិជ្ជកម្មណាដើម្បីលើកទឹកចិត្តកងទ័ពរបស់ខ្លួនឲ្យចូលរួមសង្គ្រាមជាមួយប្រទេសសម្ព័ន្ធមិត្តតើមេដឹកនាំបានប្រើមនោគមវិជ្ជាអ្វីខ្លះដើម្បីទទួលបានជោគជ័យក្នុងអំឡុងសង្គ្រាមលោកសំណួរនេះដូចជាអ្នកសួរនោះសួរកប់ទៅដឹងឯងសង្គ្រាមលោកគឺជាផ្នែកសន្តិសុខជាតិដែលប្រទេសនីមួយៗចូលតាមក្រមរៀងៗខ្លួនការពារមិនមែនលើកទឹកចិត្តទេណាកូនណាសំណួរនេះខុសទេបាត់ដំបងគួរតែអភិវឌ្ឍឲ្យคล้ายជាខេត្តទេសចរទេខេត្តទាំងអស់ត្រូវតែខំអភិវឌ្ឍឲ្យคล้ายទៅជាខេត្តទេសចរទាំងអស់ណាលោកតាឈប់សួរតែរឿងម៉ោងអូខេបើចៅឯងមកសួរតែរឿងម៉ោងហ្នឹងចៅឯងគួរណាស់ទៅដើរលេងទៅសុបាយចិត្តវាអត់មានទឹកក្បាលអីចៅឯងសោះបើមើលឃើញភ្លឺក៏ភ្លឺទៅតែមកស្ដាប់ show តាហ្នឹងគឺយកព័ត៌មានយកការចេះដឹងអាហ្នឹងបានល្អកូនខ្មែរនិងកូនយួនមួយណាឆ្លាតជាងឆ្លាតទាំងពីរឲ្យតែកូននឹងវារៀនតែបើចៅឯងអត់រៀនចៅឯងអត់ឆ្លាតទេYour Premium Check បើចង់ធ្វើដំណើរក្រៅប្រទេសត្រូវចាប់ផ្ដើមត្រៀមអ្វីខ្លះលុយចំណេះដឹងប៉ុណ្្នឹងខ្ញុំទៅចប់បាក់ឌុបហើយខ្ញុំចង់រៀនពេទ្យសត្វធ្វើកន្លែងចិញ្ចឹមសត្វគោមាន់ទេមិនដែរល្អបងល្អយន់សុភឿនល្អ IDS ហេតុអ្វីបានជាតម្លៃមាសចុះថោកកុំសួរតាអត់តាក់ទងរឿងហ្នឹងទេកុំសួររឿងមាសមួយកុំសួរតាអត់ដឹងអត់ឮណៃបលតើវិស័យរ៉ែនិងប្រេងកាតនៅកម្ពុជានៅថ្ងៃមុខអាចរីកចម្រើនទេគេអត់សួរអញ្ចឹងទេចា៎វិស័យរ៉ែភូកបសាសវាទៅតាមធនធានតែប្រទេសមានគេអត់ដែរសួរអញ្ចឹងទេសួរនឹងសួរខុសឧទាហរណ៍ប្រទេសជប៉ុនវាអត់សូវមានរ៉ែឲ្យវាទៅចម្រើនជឿនលឿនហ្មងវាត្រូវនាំរ៉ែចូលពីបរទេសអញ្ចឹងគេអត់ប្រើពាក្យហ្នឹងទេសួរនឹងសួរខុសណាកូនណាបាទដូចជាចៅមួយដែលសួរតែស្គាល់លោកឆាយអត់ហ្នឹងជាសម្ដីដែលអត់បានប្រយោជន៍បើសួរច្រើនតែចាញ់ពីព្រោះវាអត់ប្រយោជន៍យករឿងសម្រាមមកសួរវាមិនដែលមានអាណាទៅស្គាល់គេគ្រប់កន្លែងទេអូខេអញ្ចឹងឈប់ខាតពេលទៅណាហើយ account ដាក់ឈ្មោះខ្មែរឬអង់គ្លេសទៅស្រួលអានអូខេបើមកតែអក្សរចិនហ្នឹងដេញចាញ់បើអត់ចេះអក្សរចិនដល់កូរ៉េដល់ប៉ុនដល់អត់ចេះ SOP PH កូនប្រុសពៅបានរៀនតិចណូជិត1ឆ្នាំហើយល្អខំរៀនណាល្អណាស់ Is that making website making profit no zero ការនាំចូល brand បរទេសល្បីៗរបស់ Jeep Mong អាចជួយឲ្យប្រទេសរីកចម្រើនទេវាទៅចម្លើយចេះទេការនាំចូល brand របស់ក្រុមហ៊ុនខ្មែរគឺបំពេញសេចក្តីត្រូវការរបស់អ្នកទិញគេមិនដែលនាំចូលផលិតផលដែលវាទៅជាសេចក្តីចម្រើនរបស់ប្រទេសទេរឿងនាំចូល brand នេះ Nagaworld គេនាំចូលយូរហើយទៅមើលទៅជាពិសេសអានាកាទី2នេះនៅក្រោមដីគេនាំចូលអ្នកដែលនាំផលិតផលបរទេសចូលគឺបំពេញតម្រូវការទីផ្សារមិនមែនសម្រាប់ធ្វើឲ្យស្រុកចម្រើនទេគឺជាមុខរបររបស់អាជីវករអូខេជាមុខរបរអាជីវករហើយកូនណានឹងអញ្ចឹងលោកតាខ្ញុំឃើញអ្នកបើកបរឡានបញ្ច្រាស់នៅផ្លូវលបឿនលឿនភ្នំពេញកំពង់សោមខ្ញុំស្រមៃមិនចាញ់ទេពេលណាយើងអាចរីកចម្រើនខ្ញុំក៏ឃើញដែរគ្រោះថ្នាក់ខ្លាំងណាស់គ្រោះថ្នាក់ទាំងអ្នកបើកទាំងអ្នកដែលត្រូវគេបុក